គេចូលចិត្តទៅស្ទូចត្រីបបកត្រីអីធំតែពួកខ្ញុំទៅរកត្រីល្អិតល្អោចទូចតាច្បាស់ក៏ពឹសក៏ភ្លៀងក្តាមខ្យងធ្វើមិនទេសមត្ថភាពយើងតូចរកត្រីតូចទៅសមត្ថភាពគេធំរកត្រីធំទៅប៉ុន្តែបើសិនជាខ្លួនម្នាក់ឯងធំប៉ុនហើយជាដំបូងពួកខ្ញុំ2នាក់ប្រូតូចាប់ផ្ដើមចេញដំណើរពីភូមិកំពង់លីទៅហើយមេចង់ភ្លៀងដែរផ្លូវនេះបើសិនជាភ្លៀងអីពិបាកដែរណាចាំមើលមកវិញបន្ទាប់ពីធ្វើដំណើរតាមផ្លូវគោកក្រហមប្រហែលជាង10គីឡូម៉ែត្រមកដល់ផ្លូវជាតិហើយផ្លូវជាតិនេះក៏មិនជិតដល់ផ្ទះបងដែរគឺឃើញភ្នំកុយលឹមឥឡូវនេះយើងមកដល់ភ្នំកុយអញ្ចឹងគឺជិតដល់ផ្ទះបងនេះជិតភ្នំកុយហ្នឹងឥឡូវក៏យើងបានជិះមកដល់មុខផ្ទះគាត់ទេនេះជីចូលទៅក្រោយហើយគម្រោងធ្វើអូត្រីតាំងពីព្រឹកតែប្រូតូជាប់នៅបរិញ្ញាសិស្សដល់ពេលអញ្ចឹងទៅក៏ពជាពេលមកដល់ថ្ងៃហើយពេលមកដល់គាត់ដេកលក់ទាំងប្តីទាំងប្រពន្ធហើយគាត់ហូបបាយហើយដឹងតែពលបាយដឹងតែដេកថ្ងៃគាត់ថាខំចាំតាំងពីព្រឹកឲ្យមកតាំងពីព្រឹកអត់ទេដោយសារតែពួកយើងរវល់ហើយពេលមកដល់ហ្នឹងដាស់គាត់បខំគាត់ថាឲ្យលឿនមកថ្ងៃជ្រេហើយពួកខ្ញុំទៅដល់ជិតម៉ោង1ជាងដែរហើយអញ្ចឹងទៅគាត់ក៏ឡើងរៀបចំបញ្ញាទៅឡើងទាំងមើលនៅល្ងុយដេកនៅឡើយក៏ប៉ុន្តែព្រឹកមិញបងយន្តក៏រវល់តែទៅបេះលហុងបេះស្វាយពីអ្នកជូឡាយកទៅផ្ញើទៅបំពេញហើយលហុងគាត់ធំប៉ុណ្ណឹងផ្លែឡឹកខ្ញុំស្មានតែផ្លែហើយបន្ទាប់មកក៏ត្រៀមទឹកផឹកក៏ដូចជាចាក់សាំងម៉ូតូទៅព្រោះអីយើងទៅអូសហ្នឹងនៅបន្លាយឆ្ងាយពីផ្ទះដែរអញ្ចឹងយើងចេះតែជិះដើររទៅណាកន្លែងទំនងកន្លែងណាសបោត្រីអីហ្នឹងគឺទៅអូសកន្លែងហ្នឹងហើយពួកខ្ញុំ2នាក់មកពីផ្ទះហើយនោះហ្នឹងគឺមិនមានឧបករណ៍នេសាទអីទេគឺឲ្យបងយន្តគាត់រៀបចំទុកឲ្យរួចជាស្រេចហើយសមាជិកដែលទៅគឺមានគ្នា4នាក់គឺអាចយបងយន្តខ្ញុំប្រូតូហ្នឹងឯងតិចអត់ស្គាល់អាចយអាអូនមួយពាក់អាវលឿងកាន់ធុងហ្នឹងអាហ្នឹងអាចយអាសាណាចំណាប់អត់ចេះខ្ជិលទេអាហ្នឹងទៅណាក៏ទៅដែរលេងតែទឹកពីក្រោយអូសអញ្ចឹងបន្ទាប់មកពួកយើងក៏ជិះតាមផ្លូវប្រប់មាត់បន្លាយពីមួយកន្លែងទៅមួយកន្លែងដើម្បីរកកន្លែងណាទំនងកន្លែងណាដែលមានត្រីបានយើងនាំគ្នាអូសត្រីហើយនៅខាងប៉ៃលិននៅភូមិភ្នំកុយនេះគឺបន្លាយខ្វាត់ខ្វែងច្រើនមែនតែនតាណាក៏បន្លាយទឹកដែរអញ្ចឹងយើងជិះស្រួលរកណាកន្លែងអូសត្រីច្រើនពេលដំបូងជិះចេះតែឆ្ងាយទៅក្នុងចិត្តគិតថាអញមកត្រូវឬក៏ខុសចំណេញឬក៏ខាតទេមកអូសត្រីហំហានតែខ្លាចទៅវិញអត់បានត្រីនឹងខ្មាស់គេល្អោចមកខាតពេលវេលាហើយមានអីចេះតែជិះថតវីដេអូលេងទៅរំសាយអារម្មណ៍បានឃើញសុខស្រែធម្មជាតិស្រស់ស្រាយងាយបានឃើញណានៅពេញផ្ទះថ្មអ៊ូអាប់ច្រើនហើយបង្ហាញស្រស់លេងទៅស្អាតអីចេះតែទ្រាំមើលទៅបងប្អូនហើយឲ្យតែស្គាល់គ្នាទៅបានជិះបានយូរបន្តិចពួកយើងក៏មកដល់កន្លែងមួយក៏ឈប់សារអូសមើលគីឡូបានអញ្ចឹងទៅព្រោះអីកន្លែងហ្នឹងមើលទៅរៀងតំណងដែរសម្រាប់អ្នកបបកអ្នកស្ទូចអីគេចុះមើលកន្លែងថាតំណងវត្តឬក៏អត់អញ្ចឹងទៅតែសម្រាប់ពួកយើងឧបករណ៍នេសាទមានតែមួយនឹងទេគឺដែលគេហៅថាចងនឹងចងគឺជាប្រភេទស្បៃអញ្ចឹងឯងហើយយើងដាក់ចង្វាក់នៅខាងក្រោមទៅដើម្បីឲ្យវាធ្លាក់ទៅដល់ដីពេលដែលយើងអូសឲ្យដាក់ស្អីសងខាងទៅចាប់កាន់ទៅអូសងាយហ្នឹងបឹងប៉ុណ្ណាយើងអូសប៉ុណ្្នឹងទៅបន្លាយប៉ុណ្្នឹងហើយកុំឲ្យដោយសារតែវីដេអូវែងពេកអញ្ចឹងសូមស្លេះត្រឹមប៉ុណ្្នឹងសិនអញ្ចឹងបងប្អូនចាំមើលវីដេអូនៅភាគក្រោយនឹងមានកន្លែងឆ្ងាញ់កន្លែងស្រស់ស្រាយទស្សនាកន្លែងសប្បាយហើយកន្លែងទំនងអូសត្រីបានត្រីច្រើនទៀតអញ្ចឹងកុំភ្លេចចាំមើលវីដេអូក្រោយហើយអរគុណសម្រាប់ការទស្សនាវីដេអូនឹងសិនចាំមើលវីដេអូក្រោយ